សួស្តីបងប្អូនអរគ្នាឥឡូវយើងតពីវីដេអូភាគ1ហើយឥឡូវនេះខ្ញុំចេញពីកន្លែងខ្ញុំអង្គុយនៅឆ្នេរកែបងប្អូនអរគ្នាហើយម៉ោងហ្នឹងគឺ4ជាងហើយ7:05ហើយព្រោះគិតថានឹងបន្តដំណើរទៅកពតទៀតប្រហែលជាត្រូវដេកនៅកពតមួយយប់ទប់ទឹកដែរណាទប់ហ្នឹងចូលបងអរគុណបន្ទាប់ពីជិះបានមកសតោសមកឥឡូវខ្ញុំមកដល់ក្រុងកពតហើយមេឃក៏នៅបើកថ្ងៃឥឡូវទេអត់ទាន់លិចទេដោយសារតែខែនេះយប់គឺនិយាយទៅវាក្រយប់ចឹងណាហើយការជិះនេះđangកំពុងភាសាគ្នាតែផ្លូវណាទៅកន្លែងវងមូលតរ៉េនចឹងណាដើររជិះចុះជិះឡើងដរំតរឃើញគឺចំណាយពេលយូរដែរបងប្អូនអរគ្នាហើយឥឡូវនេះក៏រកឃើញហើយជិះទៅវិញទៅមកគឺដោយសារតែយើងអត់ស្គាល់ចឹងគឺនិយាយទៅបើតាមតែជិះវានៅគៀកហ្នឹងទេគាត់ថាយើងបត់ខុសផ្លូវចឹងណាដោយសារផ្លូវវាច្រើនយើងអត់ច្បាស់ថាផ្លូវមួយណាឥឡូវរសេះសមុទ្របាញ់ទឹកបន្តទៀតហើយសេះសមុទ្របាញ់ទឹកហ្នឹងមិនដំបូងអត់បត់មកហ្នឹងទេគឺបត់ទៅខាងស្ដាំដៃឯនោះវិញទៅដល់នោះទៅទេបងប្អូនណាគឺឥឡូវមើលតាម map មកគឺមិនណៃហើយមកតាម map មកក៏ត្រូវបើដំបូងខ្ញុំគិតថាខ្ជិលមើល map ដោយសារតែមកដល់ហ្នឹងហើយជិះដើររហ្មងទៅតែមានណាចំណាយពេលឥឡូវថ្ងៃរៀបចំលេខទៀតតែអត់អីទេមេឃនេះគឺស្រឡះតាមពីព្រឹកទល់ល្ងាចទោះលិចទៅវិញហើយទេសភាពស្អាតមែនតើនៅហ្នឹងឥឡូវខ្ញុំកំពុងជិះដើររទស្សនៈដើម្បីយកអីវ៉ាន់ទុកខ្លះសិនបងប្អូនអរគ្នាហើយបន្ទាប់មកចាំយើងចេញមកទៀតចឹងណាហើយការរកទស្សនៈនេះក៏មិនមែនជាលេងសើចដែរតរបាននោះគឺទស្សនៈមកកំណប៉ុន្តែយើងចេះតែអត់ចូលចេះដើររកទៀតហើយឃើញតែនេះរៀងតំណងក៏ចូលទៅហើយក៏និយាយទៅត្រូវក៏ចូលទៅហើយឥឡូវសម្រាប់បានបន្តិចក៏ចេញទៅវិញហើយដោយសារល្ងឹតហើយដោយសារតែយើងមកស្នាក់នៅកពតយើងគឺមិនឲ្យខាតចឹងណាយើងដើរលេងនឹងយប់ទៀតហើយឥឡូវនេះកំពុងដើររកកន្លែងហូបអីបន្តិចសិនបងប្អូនអរគ្នាដោយសារតែមានអារម្មណ៍ថាដូចហេវដែរហូបអីដាំពីថ្ងៃមកហើយផាទឹកផាភេទជ្ជៈអីទេហើយឡើងនេះរកបានហើយគឺកន្លែងទាវកន្លែងមីឆាហើយចូលហូបបាយហើយប្រពន្ធខ្ញុំក៏មីឆាបន្តិចបងប្អូនអរនេះបន្ទាប់មកចាំយើងបន្តដំណើរទៅកន្លែងមួយទៀតអត់តន់ចូលផ្ទះទេឥឡូវបងប្អូនស្ដាប់សលេងស៊ីមនៅក្នុងហ្នឹងហ្មងទៅដោយសារខ្ញុំបញ្ចូលសលេងខ្ញុំក៏អត់សូវប៉ិនប្រហែលដែរយប់ជ្រៅណាស់ហើយឥឡូវយើងរកបាយសិនចាំតិចទៀតចាប់ជិះទៅផឹក
19 26 ភ្លេចអីអត់ ស្រា